Yo, chị đẹp xưa cái này welcome to my channel is Leo gì. Phần tay mà nó cho đa dây hưởng admin xong dạy hưởng mũi xanh. Admin trong vậy ta admin cứ gật admin overcall cục còn nó ca thơ bê tổ tới kia này dần. Cứ bê tổ bỏ admin cứ vì miền đang cầm nọt. Chẳng tới đôi tờ ho tha màu vẽ rồi mới cầm mập hạt bảo vệ chẳng admin subscribe vô thầm tài. Pal bay buôn đập pi để tiền chẳng tới. Tao tam sai hướng nếu môi chẳng á chẳng sẽ không thật này dân vô bị admin chẳng muốn nó cho đó sai hướng bởi nhớ nhưng sẽ không thật này dân cầm play chơi like subscribe mình chơi like ở admin mình đã mới phone á tao dừng cho tất cả sai hướng bởi dân tao mình nói tới bây giờ cái này tao bị lưu dân mà đây chỉ chẳng hay có các bạn chat đông cái đau chứ các bạn đã tất cả dân mà đam mà rồi luôn cái hay mà time đưa cái điện bên tao bị ca chơi đây tất cả dân mà đã almost tụi nương cái này có các bạn ở cái lại chụp sân để sao thì niệm hot nông ca đây dân mà đa ria dân mà đau ấy có bao còn vậy tha ắt cha bà làm phòng bà sơn chỉ ở trong cái cột farm tổ lại sáng các bạn đấy cái này vẫn còn là lưu dân mà đang chỉ chẳng hay cứ cột slang căng không mà thế để sao thì dân mà đang còn ở xây trên vậy thì ria ai cầm lòng pe notification này trong hôn ghé man alert mà niệm để bây giờ cho room con ca cosplay nâng từ tụ ban skin la bị cầm mà thi ghé mũi nâng trắng từ bên top cái này ban lưu đầm nâng nâng ngay niệm trong tay chỉ clangกับรูได้niệmกับban niệm cha nâng cứ nâng cho room con ca về thi nâng đối ní nâng cứ miên cầm rong thay nângตัวเต้นสำเร็จแบบซ่าๆดำไปหมอกคอสเพลย์เดินក្នុងទូអង្គក្នុងហ្គេមមិនចឹងដើម្បីឲ្យសាររបស់នាងថាកុមារឃើញហើយគឺត្រឡប់មករកនាងវិញនៅពេលនឹងអាកណេកនាងក៏បានពឹងមិត្តភ័ក្តិរបស់នាងមកគឺឲ្យដើរជួនាងទៅទិញសម្លៀកបំពាក់ cosplay ទិញស្បែកជើងទិញអីចឹងណាគ្រាន់តែចំណាយលុយដើម្បីទិញរបស់របរនេះគឺអស់ពីកប៉ាតែម្ដងដើម្បីតាកុមារហើយនៅក្នុង event ទាំងមូលគឺសិតតែមនុស្សដែលជា player game នៅក្នុង Forest of Savior ទាំងអស់ក៏លើមើលអាកណេវិញក៏បំណងដែលគាត់ចូលមកក្នុង event មួយនេះគឺគាត់ចង់យកតែកុមារទៅវិញទៅប៉ុណ្ណោះហើយបើតាកុមារអត់យកព្រមទេគឺសុំទៅតែតាកុមារគឺឈឺចិត្តនិងសោកស្ដាយនៅពេលដែលបាត់បង់នាងអំឡុងពេលនោះអាកណេនាងក៏បានឃើញតាកុមារជាមួយនឹងមិត្តស្រីរបស់គាត់គឺបានមកក្នុង event នឹងដែរដែលម្នាក់ស្រីនោះមានឈ្មោះថា Eri នៅពេលហ្នឹងគឺពួកគេពិតជាស្វីតខ្លាំងមែនតើដោយមិនមើលមុខជាមួយនឹងអាកណេយើងនោះទេបន្ទាប់មកពួកគេទាំងពីរក៏បានដើរចេញពីហ្នឹងហើយអាកណេវិញហេតុតែចង់បានគេក៏បានរត់ហើយក៏បានបុកជាមួយនឹងបរិសម្នាក់ធ្វើឲ្យនាងដួលនៅពេលដែលនាងដួលគឺនាងខ្មាស់គេខ្លាំងមែនតើហើយមនុស្សជុំវិញខ្លួនរបស់នាងហ្នឹងគឺអត់មានជួយលើកនាងទេនៅពេលហ្នឹងអាប៉ែមួយហ្នឹងមកប៉ែបីជើងឲ្យអាកណេវិញអញ្ចឹងអាកណេនាងក៏ឆ្ងល់ថាអាប៉ែហ្នឹងមិនក៏ខុសគេយើងមិនចេះ take care នាងអញ្ចឹងណាបន្ទាប់ពីអាប៉ែហ្នឹងជួយអាកណេហើយអាកណេនាងក៏បានកាត់ក្នុងចិត្តថាអាប៉ែហ្នឹងគឺមិនក៏ខុសផ្លៃពីគេមែនហើយនាងក៏បានសុំសួរទៅការអាប៉ែមួយហ្នឹងថាដែលនាងបានបុកអាប៉ែហ្នឹងអញ្ចឹងទៅបន្ទាប់មកអាប៉ែហ្នឹងវាក៏បាននិយាយថាអត់ចាប់អារម្មណ៍ផងហើយវាក៏បានដើរចេញទៅពាក្យសម្ដីទាំងអស់នេះបានធ្វើអាកណេគឺនាងបានចាំទៅដល់ afro របស់អាប៉ែមួយមានឈ្មោះថាយ៉ាម៉ាដាពេលហ្នឹងអាកណេក៏បាននិយាយឈ្មោះយ៉ាម៉ាដាក៏បានងាកមកនៅពេលហ្នឹងហើយតាកុមារគាត់ក៏បានចាប់អារម្មណ៍ទៅកាន់យ៉ាម៉ាដាព្រោះយ៉ាម៉ាដាហ្នឹងមិនត្រឹមតែជាអ្នកលេងហ្គេមធម្មតាទេគឺគាត់ជា pro player ហើយក៏ជាអ្នក gaming ម្នាក់ផងដែរហើយតាកុមារក៏គាត់មិនដែរគិតថាអាកណេគឺជាសង្សាររបស់យ៉ាម៉ាដាទេបែកគ្នាមួយគាត់តែមួយថ្ងៃសោះមានសង្សារជា gamer អីណាហើយនៅពេលហ្នឹងហើយដែលអាកណេនាងក៏បានលេងថាតាមពិតទៅយ៉ាម៉ាដាមិនត្រឹមតែជាអ្នកលេងហ្គេមធម្មតាជានោះទេគឺគាត់គឺជាអ្នក live game ហើយនៅពេលហ្នឹងអាកណេនាងក៏មានកំណត់មួយដើម្បីឲ្យយ៉ាម៉ាដាជួយធ្វើជាសង្សាររបស់នាងដើម្បីđưaទៅកាន់តាកុមារជាសង្សារចោតរបស់នាងដែលនាងបានឲ្យជាមួយនឹង5 preso ដែលជា ticket ហ្នឹងឲ្យទៅកាន់យ៉ាម៉ាដានៅពេលនោះយ៉ាម៉ាដាដើម្បីតែ ticket មួយហ្នឹងយ៉ាម៉ាដាក៏យកព្រមជួយទៅកាន់អាកណេនៅពេលនោះតាកុមារដែលជាសង្សារចោតរបស់អាកណេគាត់ក៏បានគិតថាគាត់បានចូលទៅ comment យ៉ាម៉ាដាទាំង ad ទាំង Facebook ទាំង chat អីហ្នឹងគឺយ៉ាម៉ាដាដែរតបទេក៏ប៉ុន្តែចុងក្រោយគឺសង្សារចោតរបស់នាងគឺបានខ្លាចជាសង្សាររបស់យ៉ាម៉ាដាធ្វើឲ្យគាត់ហ្នឹងគឺពិបាកចិត្តខ្លាំងមែនតើរីអាកណេវិញនាងក៏បានគិតថាសង្សាររចារបស់នាងគឺខោចិត្តស្ដាយនាងដែរឲ្យគ្នាជាមួយគាត់តាមពិតទៅតាកុមារគឺគាត់អត់បានស្ដាយក្រោយដោយសារបាយជាមួយនឹងអាកណេទេគឺគាត់ស្ដាយក្រោយដោយសារតែគាត់នឹងអត់បានលេងឆាតជាមួយនឹងយ៉ាងម៉ាដាពេលនោះសង្សាររបស់តាកុមារក៏បាននិយាយថាឈប់យំទៅចាំអូនជួយ up rank ជួយរក item rare ឲ្យបន្ថែមទៀតចឹងណានៅពេលធ្វើឲ្យអាកណេគឺឈឺចិត្តគុណនឹង2គុណនឹង3តែម្ដងហើយនៅពេលនោះអាកណេក៏បានប្រមូលជាមួយនឹងយ៉ាងម៉ាដាទៅផឹកស្រាញ៉ាំអីដើម្បីនិយាយរឿងក្នុងចិត្តចឹងណានិយាយពីរឿងស្នេហារឿងពីនេះពីនោះហើយពេលហ្នឹងអាកណេនាងក៏បានរៀបរាប់រឿងរ៉ាវស្នេហារបស់នាងប្រាប់ទៅកាន់យ៉ាងម៉ាដាថានាងឈឺចាប់គុណនឹងពេហើយឈឺចាប់ចេះមួយចេះពីរអញ្ចឹងទៅរីឯយ៉ាងម៉ាដាវិញគឺគាត់អត់ខ្វល់ផងគ្នាយើងគាត់ចាប់អារម្មណ៍ផងដោយសារថាមនុស្សអាប៉ែហ្នឹងគឺគាត់អត់ដែលមានចេះមានស្នេហាទេហើយក៏មិនសូវចេះនិយាយដែរធ្វើឲ្យអាកណេគឺនាងឈឺចាប់គុណនឹង2គុណនឹង3ថែមទៀតក៏ប៉ុន្តែដោយសារតែនាងបានប្រមូលគេមកដើម្បីផឹកកំដរហើយគឺនាងក៏បដ ហើយតាមហ្នឹងទៅនៅពេលហ្នឹងនាងក៏បាននិយាយក្នុងចិត្តថាចាប់ពីថ្ងៃនេះទៅនាងនឹងនៅម្នាក់ឯងលេងមានអ្នកឆាតជាមួយហើយឥឡូវនេះគឺមកឈឺចិត្តគុណ2ទៀតចឹងហើយគឺធ្វើឲ្យនាងសែខ្លាំងមែនតើហើយនាងក៏បានសុំយ៉ាងម្ដងដើម្បីទៅបន្ទប់ទឹកមួយផ្លែត
អំឡុងពេលដែលអាកាណេមកវិញគឺក៏បានឃើញជាមួយនឹងយ៉ាងម៉ាដានៅទីហ្នឹងទេក៏គិតថាបែរជាយ៉ាងម៉ាដាទៅផ្ទះចៅក៏បាត់ហើយក៏ប៉ុន្តែកន្លែងមើលយ៉ាងម៉ាដាវិញតែប៉ិតក៏អត់តន់តាណាទេគឺគាត់គ្រាន់តែទិញជាមួយនឹងបងបិទតបាវដើម្បីលាបជើងឲ្យអាកាណេអញ្ចឹងទៅព្រោះសារចឹងអាកាណេគឺបានរត់ដួលការដែលជួបគាត់នៅអាកន្លែងតង់អ៊ីវ៉ាន់ដំបងរីអាកាណេវិញគ្រាន់តែឃើញគេប៉ុណ្្នឹងហើយគឺគាត់ថាគេនឹងគឺជា super hero មកជួយអញ្ចឹងគ្នាយើងហាក់តែនឹងក៏ណាស់ទៀតនៅពេលហ្នឹងដែលអាកាណេកំពុងតែស្វឹងផងនាងក៏បានស្លាប់បាត់ទៅនៅពេលព្រឹកព្រលឹមឡើងពេលអាកាណេភ្ញាក់មកនាងក៏បានឃើញថាតាមពិតទៅនាងយប់មិញគឺបានដេកនៅផ្ទះយ៉ាងម៉ាដានៅពេលដែលឃើញអាកាណេភ្ញាក់អញ្ចឹងគាត់ក៏បាននិយាយក្នុងហ្គេមគាត់ថាគាត់សុំលេះហ្គេមផ្លែសុំ AFK សិនតែទីទៀតក៏ត្រឡប់មកវិញហើយអាកាណេនៅពេលដែលឃើញគេងាកមកអញ្ចឹងហើយគេនិយាយអញ្ចឹងគឺគេនិយាយថាអូអាប៉ែនេះគឺពិតជាល្អមែនទែនហើយគឺជាថែបថ្មីរបស់គេអញ្ចឹងណាប្រសាយ៉ាងម៉េចដែរគឺគេចេះ take care ចេះអីអត់ដូចសង្សារចាស់របស់នាងនេះទោះបីនាងឈឺមិនក៏ដោយក៏គេអត់មកមើលនាងដែរប្រសាគេរវល់លេងហ្គេមអញ្ចឹងហើយអាប៉ែយ៉ាងម៉េចដែរគឺជាថែបរបស់នាងថ្មីហើយអំឡុងពេលដែលយ៉ាងម៉ាដាបានងើបពីកៅអីហើយមកដើរសម្ដៅមកកាន់អាកាណេក៏បានយកច្រឡំថាយ៉ាងម៉ាដាគឺចង់ចាប់លបខ្លួនចឹងណាគឺនាងភ័យខ្លាំងមែនតើក៏បានធ្លាក់ចុះពីលើក្រែហើយនៅពេលហ្នឹងហើយដែលអាកាណេក៏បានសួរថាតើយប់មិញពួកយើងបានធ្វើអីគ្នាមែនតាមពិតទៅគឺយ៉ាងម៉ាដាគាត់ក៏ស្លង្ការខ្លាំងមែនតើគាត់និយាយថាអត់ទេតែពិតទៅយប់មិញគឺនាងបានផឹកស្លាប់ហើយខ្ញុំបាននាំនាងមកកាន់ផ្ទះខ្ញុំហ្មងទៅហើយរបស់នាងពីយប់មិញហ្នឹងគឺខ្ញុំបានយកទៅគួរឲ្យហើយដោយសារវាប្រឡាក់ខ្លាំងពេកហើយនៅពេលហ្នឹងអាកាណេក៏បានត្រឡប់មកផ្ទះជួលរបស់គាត់វិញហើយក៏បានរៀបចំខ្លួនងុយទឹកងុយអីផាត់ម្សៅផាត់អីហើយគាត់ក៏មកម៉ាសាមុខម៉ាសាសុកក៏បានចាប់អារម្មណ៍ថាគាត់បាត់ខ្សែកតែខ្សែកយប់មិញគឺបាត់ទៅហើយគាត់ក៏បានគិតថាប្រហែលជាបាត់នៅកន្លែងផឹកស្រាអញ្ចឹងក៏ប៉ុន្តែគាត់ក៏បានគិតថាកន្លែងផឹកស្រាហ្នឹងគឺពេលហ្នឹងខ្សែកនៅកខ្ញុំអញ្ចឹងក៏បានសន្និដ្ឋានថាខ្សែករបស់គាត់ក៏បានជួលនៅផ្ទះយ៉ាងម៉ាដាបាត់ហើយដោយសារតែមិនហ៊ានទៅផ្ទះយ៉ាងម៉ាដាម្ដងទេព្រោះដោយសារតែនាងទៅតែចោទប្រកាន់ទៅកាន់យ៉ាងម៉ាដាថាចង់ចាប់រំលោភនាងអញ្ចឹងទៅនាងមិនហ៊ានទៅនៅពេលហ្នឹងដែរអាកាណេនាងក៏បានគិតថានាងនឹងចូលទៅលេងហ្គេមនឹងម្ដងទៀតដើម្បីជួបយ៉ាងម៉ាដាសំណេះសំណាលគ្នាពីរឿងខ្សែកនឹងអញ្ចឹងទៅនៅពេលដែលនាងចូលមកនាងក៏បានឃើញជាមួយនឹងតួអង្គថ្មីមួយដែលមានឈ្មោះរូហេម៉េដែលជាក្មេងស្រីតូចច្រឡឹងនៅក្នុងហ្គេមមួយហ្នឹងរីឯអាកាណេដែលជាមិត្តភក្តិហ្គេមអនឡាញជាមួយនឹងរូហេម៉េហ្នឹងគេក៏បាននិយាយសំណេះសំណាលគ្នាពីអ្នកនឹងលេងជាមួយគ្នាឆ្លាញ់គ្នាទៅអាកាណេនាងក៏បានមើលទៅកាន់យ៉ាងម៉ាដាឃើញថាយ៉ាងម៉ាដាបាន offline បាត់ទៅហើយវីដេអូរបស់យើងក៏ឈានចូលដល់ទីបញ្ចប់ផងដែរដូចខ្ញុំប្រាប់អ្នកគ្នានៅផ្ទះវីដេអូអញ្ចឹងគឺខ្ញុំធ្វើអត់ច្រើនទេគ្នាយើងធ្វើត្រឹមតែ7 8ទៅ9នាទីតែប៉ុណ្ណោះហើយខ្ញុំអរគុណអ្នកខ្លះចាំខ្លះមកតែនៅក្នុងវីដេអូមុនគឺអ្នកមើលវីដេអូរបស់ខ្ញុំគឺមានរហូតដល់100ជាងណោះហើយ like គឺតិចតួចតិចគ្នាយើងត្រឹមតែ31អ្នកអីហ្នឹងហើយ subscriber គឺខ្ញុំពិតជាអរគុណអ្នកខ្លះមែនតើគឺមានរហូតដល់31នាក់ហ្នឹងហើយទោះវាអត់ច្រើនសម្រាប់គេតែវាច្រើនសម្រាប់ខ្ញុំដែលទៅតែធ្វើវីដេអូដំបូងអញ្ចឹងខ្ញុំនឹងរំលឹកអ្នកគ្នាម្ដងទៀតអ្នកខ្លះក៏ពិតជាជួយ like subscribe និងចុចសញ្ញាកណ្ដឹងខ្ញុំម្នាក់មួយផងអញ្ចឹងពីខ្ញុំ Leo Z bye